យើងចូលទៅមេរៀនទី2ដែលយើងនឹងមកនិយាយអំពីរបៀបនៃការ expand background ដោយប្រើប្រាស់ content aware crop tool អញ្ចឹងអានេះជាគន្លឹះរបស់ខ្ញុំគិតថាវាជា tip មួយដែលសូម្បីតែខ្ញុំខ្លួនឯងក៏អត់សូវបានចាប់អារម្មណ៍ដែរអញ្ចឹងយើងចូលមកមើលពីរបៀបនៃការប្រើប្រាស់ទាំងអស់គ្នាអញ្ចឹងអ្នកនរអាចចូលទៅក្នុងមេរៀនទី2ហើយទាញយករូបភាពនឹងដូចគ្នាដែរអូខេអ្នកនរអញ្ចឹងបើសិនជាអ្នកនរបើក file បានហើយយើងចូលទៅក្នុង tool មួយដែលមានឈ្មោះថា crop tool ដើម្បី expand artboard របស់យើងឲ្យធំជាងមុនអញ្ចឹងពេលដែលយើងចង់ expand វាធំហើយយើងអត់ចង់ប្រើប្រាស់content aware tool ឬក៏ stem tool ទេយើងអាចឲ្យវា generate background ជុំវិញនឹងបានអញ្ចឹងខ្ញុំអាចធ្វើការទាញ background ឲ្យធំតិចទៅឥឡូវនេះពេលខ្ញុំទាញវាធំនេះកន្លែងនេះអ្នកនរគ្នាចូលទៅក្នុងកន្លែង background នេះអញ្ចឹងជា default វាចេញ background អញ្ចឹងអ្នកនរគ្នាយកពាក្យថា content aware fill នេះណាយើងចូលត្រង់កន្លែងនេះហើយអ្នកនរគ្នាចុចលើពាក្យថា done ឬក៏ tick លើវាទៅវានឹងធ្វើការ generate content aware fill ឲ្យយើងបានស្អាតណានឹងឃើញទេពេលយើងបរិយទៅធំគឺវាស្អាតមែនទែនហើយវាចាប់យកហ្គេមជុំវិញនឹងឲ្យយើងអញ្ចឹងនេះជារបៀបនៃការ crop ដោយយើងប្រើប្រាស់ content aware tool អញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតអ្នកនរគ្នាចូលទៅលើ crop tool ដោយយើងប្រើ shortcut អក្សរ C ហើយឬក៏យើងចុចត្រង់កន្លែងនេះយើងយកពាក្យថា crop tool អ្នកនរគ្នាធ្វើការ expand វាមុននឹងយើង expand អ្នកនរគ្នាចុចត្រង់កន្លែងនេះទីត្រង់កន្លែងនេះជា default វាចេញ background default អញ្ចឹងយើងដូរវាទៅជា content aware អូខេអញ្ចឹងអ្នកនរគ្នាអាចទាញវាថតថាខ្ញុំចង់បានខាងលើអូខេខាងលើខាង from ធំខ្ញុំគ្រាន់តែទាញអញ្ចឹងទៅហើយខ្ញុំចុច tick លើវាឬក៏យើង enter AI វានឹងគណនាហើយវានឹង expand background ឲ្យយើង auto តែម្ដងអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯង